Stay បងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនអំពី website មួយឬក៏ AI មួយដែលវាមានសមត្ថភាពនៅក្នុងការ remove នៅ watermark ដែលជាប់នៅលើរូបភាពណាមួយដូចជារូបភាពអញ្ចឹងណាដែលយើងមិនចាំបាច់ទៅចូលទៅក្នុង Photoshop អីដើម្បី remove watermark របស់នោះទេនេះគឺជារូបភាពមួយដែលយើងមានគ្រប់ watermark ច្រើនហើយនៅពេលដែលយើងប្រើ AI នឹងឲ្យវាលុបចោលគឺវាចេញលទ្ធផលមកបែបនេះអញ្ចឹងដើម្បីអនុវត្តនៅវិធីសាស្ត្រនេះគឺយើងចូលទៅមើលដល់គ្នាជាដំបូងយើងគ្រាន់តែចូលមកក្នុងកម្មវិធី browser របស់យើងជ្រុំមកបន្តទៅចូល Google សិនទៅបានហើយយើងវាយពាក្យថា AI Studio អូខេតាមទៀតយើងមើលកន្លែងនេះ Google AI Studio ណាវាលោតចេញមកទាំងបែបនេះឲ្យអ្នកគ្នាអាចចូលមកមើលខាងស្ដាំដៃកន្លែងនេះវាដំបូងវាអាចចូលនៅកន្លែងនេះអញ្ចឹងហើយយើងយកពាក្យកន្លែងនេះ image generation យើងយកកន្លែង image generation ហ្នឹងចុចត្រង់នេះអូខេហើយវាចេញយ៉ាងនេះអូខេបន្តមកទៀតយើងយកពាក្យថា image editing ត្រង់នេះអូខេអញ្ចឹងវាគ្រប់ក្នុងដែលដំណើរការអញ្ចឹងដើម្បីយើងធ្វើការលុបនៅវត្តមានដែលរូបយើងចង់បានជាដំបូងគឺយើងត្រូវ upload រូបនឹងចូលសិនហើយយើងចុច slide ទៅដល់ចំណុចសញ្ញាបូកនេះមកយកពាក្យថា upload file អញ្ចឹងយើងចូលទៅរកមើលរូបណាមួយដែលយើងចង់ upload ចូលហើយចូលទៅរូបនោះនេះចុះអញ្ចឹងយើងអាចចុចមើលបានវាមានជាប់វត្តមានច្រើនអញ្ចឹងនៅពេលដែលយើងសេបែបហ្នឹងហើយយើង scroll មកក្រោមទៅយើងឲ្យយើងសរសេរយើងសេប្រាប់ទៅ please have remove watermarks on this photo តោះទៀតយើងយកពាក្យថា run ចុចស្លាយទៅនេះមក run control ចូលវាកំពុងតែដំណើរការហើយយើងរងចាំតិចសិននេះវាចេញមកលទ្ធផលមកបែបហ្នឹងយើងជិតមើលបានវាចេញមកបែបនេះយើង copy នេះសរសេរដាក់ខាងក្រោមនេះមកសារទៀតមកចេះអានេះព្រោះយើង run មកហើយវាដើរណាបើសិនជាវាលុបអស់យើងសរសេរឲ្យវាលុបតលអស់ចូលទេអូខេយើងចុចមើលបាននេះគឺវាលុបអស់ហើយចឹងនៅសល់តែអក្សរមួយចំនួនទៀតអញ្ចឹងបើសិនជាយើងចង់ឲ្យវាលុបអក្សរមួយចំនួននេះទៀតយើងសរសេរបន្ថែមមកណាពាក់ព័ន្ធទៅនឹងហ្នឹងយើង remove text ឯថែមមកហើយយើងបញ្ជាក់វាថែមយើងចង់លុបអក្សរលុបអីទាំងអស់ហ្នឹងចោលអញ្ចឹងយើងអាចសរសេរប្រាប់វាវាលុបចង់ចំណុចណាបានទាំងអស់ចឹងនេះជិះមកពេលនេះជិះមកព្រោះទៅសល់តែភាសាទេអញ្ចឹងអញ្ចឹងវិធីងាយៗនៅក្នុងការប្រើនៅ AI នេះដើម្បីលុបនៅ watermark ក៏ដូចជាអក្សរផ្សេងៗដែលវាជាប់នៅជាមួយនឹងរូបភាពដូចជា background ហ្នឹងដែលយើងគ្រាន់តែប្រើប្រាស់នៅ AI អស់ហ្នឹងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេក្នុងការហាញអំពីរបៀបនៅក្នុងការលុបនៅ watermark នៅលើរូបភាពដែលយើងចង់បានដោយមិនចាំបាច់ប្រើប្រាស់ទៅលើកម្មវិធី Photoshop ទេចឹងអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយកុំភ្លេចជួយ Subscribe វីដេអូហើយដើម្បីទទួលបាននៅវីដេអូថ្មីៗអរគុណច្រើន